របៀបធ្វើស៊ុបគោឲ្យឆ្ងាញ់ចាអញ្ចឹងជាដំបូងយើងមានគ្រឿងកាត់ឆ្អាបយើងលាងស្អាតដាក់ស្រោះទឹកបន្ទាប់មកយើងមានសាច់គោមានកន្ទុយគោហើយនិងសាច់ផ្សេងទៀតប្រហែល4គីឡូយើងស្រោះវាហើយយើងលាងទឹកឲ្យស្អាតដាក់ស្រោះទឹកបន្ទាប់មកគ្រឿងកាត់ឆ្អាបហ្នឹងយើងយកវាមករំលីងចាដំបូងយើងដាក់ស្ករត្នោត2ស្លាបព្រាយើងកូរឲ្យវាឡើងក្រហមអញ្ចឹងទៅអ្នកទាំងអស់គ្នាចាបន្ទាប់មកយើងដាក់គ្រឿងកាត់ឆ្អាបដែលយើងរំលីងហើយចូលទៅយើងកូរជាមួយគ្នាចាបន្ទាប់មកយើងចាក់ទឹកហើយយើងចាក់សាច់គោដែលយើងបានស្រស់ហ្នឹងចូលបន្ទាប់មកយើងដាក់ឲ្យវាមួយរំពុះទៅចាបន្ទាប់មកគឺយើងដាក់បន្លែចាដាក់បន្លែមានការ៉ុតថៃថាវល្ហុងហើយបន្ទាប់មកទៀតនោះគឺយើងដាក់ដុំស៊ុបមាន់2ដុំចាដុំស៊ុបមាន់នេះគឺវាមានជាតិនៅក្នុងនឹងរួចទៅហើយចាបន្ទាប់មកទៀតគឺយើងដាំវាបន្តទៀតគឺខ្ញុំប្រើខ្ជុងអ្នកទាំងអស់គ្នាខ្ញុំប្រើខ្ជុងអញ្ចឹងស៊ុបនេះគឺឆាប់ឆ្អិនហើយនឹងងុំល្អមែនតើសម្រាប់គ្រឿងគឺខ្ញុំដាក់អត់សូវដិតខ្លាំងទេដោយសារខ្ញុំមានកូនទូចអាយុ1ខួបគាត់អាចញ៉ាំបានដែរអញ្ចឹងណាចាអញ្ចឹងយើងមើលតែឆ្អិនហើយយើងដាក់បន្លែបន្ថែមគឺមានល្ហុងមួយការ៉ុតថៃថាវហើយនឹងសាឡារីចាគឺខ្ញុំស្លនេះគឺឆ្នាំងធំតែម្ដងចាឆ្នាំងខ្មែរយើងអញ្ចឹងឥឡូវវាពុះល្អមែនតើចាអញ្ចឹងនៅពេលដែលយើងស្លខ្លួនឯងគឺវាល្អមួយគឺយើងអត់សូវដាក់គ្រឿងដិតណាចាអញ្ចឹងនៅក្នុងហ្នឹងគឺខ្ញុំមានគ្រឿងតែយើងមានទឹកត្រីចាយើងដាក់ទឹកត្រីតែកន្លះវែកចាហើយយើងមានដាក់អំបិលហ្នឹងគឺដាក់តែកន្លះស្លាបព្រាហើយនឹងប៊ីចេងហ្នឹងគឺមួយចុងស្លាបព្រាទេចាបន្ទាប់មកយើងដាក់គល់ខ្ទឹមហើយនឹងគល់ជីវ៉ាវអូញ៉ាំញ៉ាំចេះលេងញ៉ាំញ៉ាំតាមមើលញ៉ាំចេះលេងថាឆ្ងាញ់មាត់បាត់តាមមើលបងញ៉ាំណាស់ឆ្ងាញ់មាត់បាត់ចាអញ្ចឹងយើងមកមើលពួកគាត់ញ៉ាំទាំងអស់គ្នាចាកូនខ្ញុំមកខូគាត់ចូលចិត្តញ៉ាំមែនតើចាជាដល់កហើយវិញគឺថា